5 វិធីដើម្បីថែរក្សាសុខភាពផ្លូវចិត្តនៅកន្លែងធ្វើការឲ្យមានប្រសិទ្ធភាពសុខភាពផ្លូវចិត្តមានសារៈសំខាន់ណាស់សម្រាប់ការរក្សាផលិតភាពនិងសុភមង្គលនៅកន្លែងធ្វើការងារដែលមានសម្ពាធឬបរិយាកាសមិនល្អអាចប៉ះពាល់ដល់ស្មារតីប៉ុន្តែជាមួយនឹងវិធីសាស្ត្រត្រឹមត្រូវអ្នកអាចថែរក្សាសុខភាពផ្លូវចិត្តរបស់អ្នកបានខាងក្រោមនេះជាគន្លឹះជាក់ស្ដែងមួយចំនួន 1. សម្រាកខ្លីដើម្បីសម្រួលអារម្មណ៍ការធ្វើការជាបន្តបន្ទាប់អាចធ្វើឲ្យអ្នកមានអារម្មណ៍ហត់នឿយផ្លូវចិត្តសូមឆ្លៀតពេលពី5ទៅ10នាទីរៀងរាល់1ទៅ2ម៉ោងដើម្បីសម្រាកអ្នកអាចដើរលេងខ្លីផឹកទឹកឬធ្វើលំហាត់ដកដង្ហើមជ្រៅការសម្រាកនេះជួយកាត់បន្ថយភាពតានតឹងនិងបង្កើនភាពផ្ដោតអារម្មណ៍ 2. រៀបចំកន្លែងធ្វើការឲ្យមានភាពវិជ្ជមានបរិយាកាសការងារប៉ះពាល់ដល់សុខភាពផ្លូវចិត្តសូមរៀបចំទៅធ្វើការឲ្យស្អាតនិងបន្ថែមរបស់តូចដែលធ្វើឲ្យអ្នកសប្បាយចិត្តដូចជារុក្ខជាតិតូចមួយឬរូបថតគ្រួសារប្រសិនបើអាចធ្វើបានសូមបើកបង្អួចដើម្បីទទួលពន្លឺធម្មជាតិដែលជួយលើកកម្ពស់អារម្មណ៍ 3. គ្រប់គ្រងភាពតានតឹងជាមួយបច្ចេកទេសសាមញ្ញនៅពេលមានអារម្មណ៍ស្ត្រេសសូមសាកល្បងបច្ចេកទេសដូចជាវិធីសាស្ត្រ4 7 8ដកដង្ហើមចូល4វិនាទីទប់7វិនាទីនិងដកដង្ហើមចេញ8វិនាទីឬអ្នកអាចសរសេរកំណត់ត្រាអំពីអ្វីដែលធ្វើឲ្យអ្នកបារម្ភដើម្បីរៀបចំគំនិតឲ្យច្បាស់លាស់វិធីទាំងនេះជួយអ្នកស្ងប់ចិត្តនិងដោះស្រាយបញ្ហាបានប្រសើរជាង 4. ទំនាក់ទំនងជាមួយមិត្តរួមការងារទំនាក់ទំនងល្អជាមួយមិត្តរួមការងារអាចជួយបន្ថយអារម្មណ៍ឯកោសូមឆ្លៀតជែកជាមួយមិត្តរួមការងារអំពីរឿងសប្បាយឬចែករំលែកគំនិតការមានអ្នកគាំទ្រនៅកន្លែងធ្វើការអាចធ្វើឲ្យអ្នកមានអារម្មណ៍ស្រួលជាងមុន 5. កំណត់ព្រំដែនរវាងការងារនិងជីវិតផ្ទាល់ខ្លួនដើម្បីជៀសវាងអារម្មណ៍ហត់នឿយផ្លូវចិត្តសូមកំណត់ពេលវេលាច្បាស់លាស់សម្រាប់ការងារនិងពេលសម្រាកឧទាហរណ៍បន្ទាប់ពីម៉ោងធ្វើការសូមបិទការជូនដំណឹងអ៊ីមែលឬផ្ដោតលើសកម្មភាពដែលអ្នកចូលចិត្តដូចជាការអានសៀវភៅឬហាត់ប្រាណសេចក្តីសន្និដ្ឋានការថែរក្សាសុខភាពផ្លូវចិត្តនៅកន្លែងធ្វើការមិនតម្រូវឲ្យចំណាយពេលឬកម្លាំងច្រើននោះទេគ្រាន់តែអនុវត្តគន្លឹះសាមញ្ញដូចជាការសម្រាកខ្លីការរៀបចំបរិយាកាសការងារនិងការគ្រប់គ្រងភាពតានតឹងអ្នកនឹងអាចរក្សាស្មារតីស្រស់ថ្លានិងធ្វើការបានប្រកបដោយប្រសិទ្ធភាពចូលចាត់ទុកសុខភាពផ្លូវចិត្តជាអាទិភាពដើម្បីជីវិតការងារដ៏រីករាយនិងមានតុល្យភាព